បងដែលពិបាករឿងថាទៅពិនិត្យសុខភាពនៅក្រៅប្រទេសដូចជាទៅខាងប្រទេសម៉ាឡេដែលខ្ញុំកំពុងតែធ្វើហ្នឹងបងមានអារម្មណ៍ថាទៅដល់ហើយរយៈពេល3ថ្ងៃឬក៏4ថ្ងៃហ្នឹងក៏រៀងធ្វើឲ្យបងបន្ថត់ញនៅក្នុងការព្យាបាលអញ្ចឹងទៅខ្ញុំចង់សួរយោបល់បងសិនទាំងអស់គ្នាសិនណាចុះបើសិនជាខ្ញុំស្វែងរកមន្ទីរពេទ្យហើយខ្ញុំយកស្តង់ដារមកពីប្រទេសម៉ាឡេឧទាហរណ៍ណាចាថានៅក្នុងស្រុកយើងហ្នឹងគឺខ្ញុំណែនខ្ញុំអាចឲ្យជំរាបបងថាបងដែលគ្រាន់តែចង់ប្រឌិតសុខភាពទូទៅដូចជាយើងហៅថាធ្វើការប្រឌិតសុខភាពមួយតួខ្លួនណាចាហ្នឹងបងប្រឌិតនៅស្រុកខ្មែរហើយដល់ពេលហើយបើសិនជាបង check ទៅឃើញមានបញ្ហាខ្ញុំឧទាហរណ៍ចោះថាបងប្រឌិតទៅស្រាប់តែឃើញថាតិចឬក៏មាត់កំពង់កបងឬក៏មានដុសសាច់នៅនៅនៅកន្លែងណាមួយឬក៏មានបេះដូងអត់ប្រក្រតីឬក៏មានបញ្ហាផ្នែកសរីរាង្គបងណាមួយដែលថាអត់ប្រក្រតីហ្នឹងអាហ្នឹងចាំបងឡើងទៅប្រទេសម៉ាឡេចុះបើសិនជាខ្ញុំឧទាហរណ៍ថាខ្ញុំអាចជួយបងដើម្បីចម្រាញ់ទឹកប្រសុខភាពនៅស្រុកក្រៅតាមដានសុខភាពប្រចាំឆ្នាំនៅស្រុកក្រៅហ្នឹងដែលរមទីពេទ្យស្តង់ដារណាមួយនៅក្នុងស្រុកខ្មែរយើងហ្នឹងណែនាំបងធ្វើនៅស្រុកខ្មែរហើយបន្ទាប់មក Resta ដែលយើងហៅថាលទ្ធផលហ្នឹងណាចេញមកគឺពេទ្យខាងម៉ាឡេគេទទួលស្គាល់បានដូចគ្នាហើយបងអាចកាន់ទៅម៉ាឡេទៅបងទៅដល់គឺបងណាត់ជាមួយដុកទ័រជំនាញ specialist ហ្មងឧទាហរណ៍ថាបងឈឺអីបេះដូងthyroid តិចមាត់ពងកណាឬក៏ថាមានពវៀនកាពះឬក៏ថាមានថ្លើមដុសសាច់ណាឬក៏ថាមានបញ្ហាទៅលើប្រមាត់ចាឬក៏ថាមានបញ្ហាទៅលើអីផ្សេងឧទាហរណ៍ណាសរីរាង្គអីផ្សេងអញ្ចឹងបើសិនជាខ្ញុំមានលើកខុសអីកុំប្រកែកកាន់នេះគ្រាន់តែជីខ្ញុំសួរយោបល់ទេចឹងបើសិនជាក្នុងករណីថាពេលដែលបងមានបញ្ហាទៅលើរឿងអីមួយដែលតាក់ទងទៅនឹងបច្ចេកទេសដែលបងចង់បានយោបល់ទី2អញ្ចឹងណាសម្រាប់ថាឥឡូវដុកទ័រនៅខាងខ្មែរយើងរកឃើញប៉ុណ្ណឹងអញ្ចឹងបើបងចង់បានថាដុកទ័រនៅខាងក្រៅគាត់ឲ្យយោបល់ថាម៉េចអីអញ្ចឹងចាំបងអញ្ជើញឡើងទៅប្រទេសម៉ាឡេហ្មងបងកាន់ Resta ដែលបងមើលពីខ្មែរហើយបងទៅជួបពេទ្យម៉ាឡេហ្មងតើអញ្ចឹងអាចជួយបងបានច្រើនទាំងថវិកាក្នុងការចំណាយហើយជាមួយនឹងទាំងពេលវេលាដែលបងនៅស្រុកគេហ្នឹងថាតើបងចាប់អារម្មណ៍អត់បើសិនជាបែបហ្នឹងណាប៉ុន្តែស្តង់ដារនៅក្នុងការធ្វើអីហ្នឹងខ្ញុំនឹងព្យាយាមធ្វើម៉េចដើរធ្វើម៉េចឲ្យយកស្តង់ដារពីខាងម៉ាឡេហ្នឹងមកដើម្បីជួយកាត់បន្ថយពេលវេលារបស់បងប្អូនព្រោះដោយសារខ្ញុំធ្វើសម្រាប់សេវាកម្មដែលជាអ្នកជួយជូនភ្ញៀវទៅខាងមន្ទីរពេទ្យនៅខាងម៉ាឡេខ្ញុំមើលឃើញចំណុចច្រើនដែលធ្វើឲ្យភ្ញៀវគាត់អញ្ជើញទៅហើយមានការថ្នាក់ដូចជាការទៅពិនិត្យសុខភាពអញ្ចឹងដោយសារពេលយើងទៅពិនិត្យសុខភាពហ្នឹងយើងឲ្យមានអារម្មណ៍ថាយើងទៅហើយយើងចង់មើលម្ដងអស់ហ្មងអញ្ចឹងជាទូទៅគឺបងទៅពិនិត្យសុខភាពមួយតួខ្លួនហើយបន្ទាប់បងបានបងជួបជាមួយនឹងពេទ្យជំនាញផ្សេងដូចជាបងខ្លះឬក៏អ៊ីទ្រាខ្លះគាត់មានបញ្ហាទឹកនោមផ្អែមគាត់ទៅជួបពេទ្យទឹកនោមផ្អែមប៉ុន្តែគាត់ត្រូវចាំយកអា Resta ដែលគាត់ពិនិត្យសុខភាពមួយតួខ្លួននេះសិនហើយបានស្អែកឡើងបានជួបមកពេទ្យទឹកនោមផ្អែមអញ្ចឹងណាអញ្ចឹងពេលខ្លះធ្វើឲ្យបន្ថត់ញត់ហើយឧទាហរណ៍ថា Resta ដែលគាត់ពិនិត្យសុខភាពមួយតួខ្លួននឹងចប់ហើយក្នុងថ្ងៃហ្នឹងហើយស្អែកឡើងហ្នឹងចប់ហើយហ្នឹងពេលដែល review ពេលដែលស្ដាប់លទ្ធផលទៅមើលឃើញថាឥឡូវគាត់លើខ្លាញ់ឬក៏ទឹកនោមផ្អែមគាត់ចូលលក្ខណៈថាព្រីទឹកនោមផ្អែមគេហៅថាជាតិស្ករឡើងខ្លាំងណាឬគាត់មានកត្តាលើឈាមឬក៏បេះដូងគាត់ឃើញមានបញ្ហាឬក៏ថាមានដុំសាច់នៅសូដន់ឬក៏មានដុំសាច់នៅកន្លែងណាមួយផ្សេងទៀតទៅអញ្ចឹងពេទ្យបណ្ឌិតទូទៅហ្នឹងគឺគេ refer យើងទៅជួបពេទ្យផ្សេងមួយទៀតអញ្ចឹងទៅស្អែកឡើងបើយើងត្រូវធ្វើការណាត់ពេទ្យផ្សេងមួយទៀតអញ្ចឹងពេលខ្លះណាត់បានពេលខ្លះបន្ថត់ញត់ហើយរួមទាំងគាត់មានជំងឺប្រចាំកាយគាត់ផ្ទាល់ខ្លួនផងធ្វើឲ្យស្អែកមួយថ្ងៃទៀតនឹងបន្ថត់ញត់2 3ពេទ្យអញ្ចឹងទៅនឹងតាមបទពិសោធន៍ខ្ញុំកន្លងមកអញ្ចឹងខ្ញុំសួរថាបើសិនជាខ្ញុំជួយកាត់ការងារបង flow ការងារបងសម្រាប់ការប្រឌិតសុខភាពទូទៅហ្នឹងយើងនឹងពិភាក្សាជាមួយមន្ទីរពេទ្យនៅខាងម៉ាឡេហ្នឹងយកស្តង់ដារណាមួយពីម៉ាឡេមកហ្នឹងដើម្បីសហការជាមួយពេទ្យក្នុងស្រុកយើងនេះហើយទៅណែនាំជូនបងទៅប្រឌិតនៅក្នុងស្រុកហ្នឹងបន្ទាប់មកចាំបងបានលទ្ធផលហ្នឹងហើយចាំបងកាន់ទៅម៉ាឡេដើម្បីទៅជួបបញ្ហាដែលបងមានចំពោះនៅលើរាងកាយបងមួយហ្មងដែលគេហៅថា specialist ណាមានថាបងឈឺអីបងទៅជួបហ្នឹងបើទឹកនោមផ្អែមយើងណាត់ទឹកនោមផ្អែមទៅឧទាហរណ៍ថាបងឈឺ3មុខទៅដល់ណាត់ពេទ្យជំនាញខាង3មុខហ្នឹងហ្មងទៅអញ្ចឹងទៅធ្វើឲ្យពេលវេលាបងងាយស្រួលជាងហើយជាពិសេសអ៊ំចាស់គាត់អត់សូវហេតុហោបន្ថត់ញត់ទេហើយដោយខាងម៉ាឡេអ្នកដែលគាត់ធ្លាប់ជើទៅព្យាបាលហើយគាត់ដឹងហើយនៅខាងម៉ាឡេគឺស្តង់ដារការងារនិយាយទៅរៀងយូរបន្តិច
ចាយើងយូរហ្នឹងហើយហើយមួយទៀតគេមានទម្លាប់ទម្លាប់បែបបត់របស់គេធ្វើការអញ្ចឹងវាមិនអាចលេងផ្លូវកាត់បានទេភាគច្រើនគឺអត់លេងផ្លូវកាត់ហ្មងអញ្ចឹងទៅថាំចិត្តថាសូមបែរខ្ញុំជាអ្នកផ្ដល់សេវាកម្មជូនភ្ញៀវហ្នឹងណាចង់ឲ្យថាខ្ញុំល្មិចប៉ុណ្្នឹងហើយណាហើយខ្ញុំជួយកែប្រែឲ្យជាយោបល់ទៅមន្ទីរពេទ្យជាច្រើនដែលខ្ញុំធ្វើការជាមួយហ្នឹងខ្ញុំឲ្យយោបល់ជាច្រើនទៅគាត់ហើយនៅតែមិនទាន់គេហៅថាបំពេញនៅតម្រូវការរបស់ភ្ញៀវបានផងដោយសារភ្ញៀវគាត់មិនមែនចង់បទឿនមិនមែនចង់បខំទេប៉ុន្តែដោយសារពេលវេលាគាត់មានកំណត់អញ្ចឹងទៅធ្វើឲ្យលំបាកអញ្ចឹងទៅខ្ញុំចង់សួរបងថាបើសិនតែខ្ញុំស្វែងរកស្តង់ដារមួយនៅចន្លោះកណ្ដាលរវាងម៉ាឡេនិងខ្មែរហ្នឹងហើយបងអាចធ្វើ health screening តែយើងហៅថាការផ្ដល់សុខភាពទូទៅនៅស្រុកខ្មែរបានណាតើបងចាប់អារម្មណ៍អត់បងជួយប្រាប់ខ្ញុំក្នុង comment តិចព្រោះអីបើសិនជាបងចាប់អារម្មណ៍ច្រើនហ្នឹងបាទខ្ញុំខំប្រឹងទៅស្វែងរកដើម្បីទៅចែកទាំងខាងម៉ាឡេទាំងខាងខ្មែរយើងនេះធ្វើម៉េចឲ្យយើងមានទិន្នន័យដែលអាចទាញគ្នាបានអញ្ចឹងណាបងហើយខ្ញុំជឿថាលទ្ធភាពរបស់ខ្ញុំមិនដឹងថាអាចធ្វើអញ្ចឹងបានឬក៏អត់ប៉ុន្តែខ្ញុំនឹងព្យាយាមអស់លទ្ធភាពដើម្បីជួយកាត់ពេលវេលានិងកាត់សហុយបងខ្លះកុំឲ្យថាចាយទៅអស់លុយច្រើនពេកអាហ្នឹងជាចំណុចដែលខ្ញុំមើលឃើញស្ថិតនៅក្នុងការងារសេវាកម្មខាងជួយខាងទីពេទ្យហ្នឹងណាចាអញ្ចឹងសូមបងជួយចែករំលែកផងហើយជួយឲ្យជាយោបល់មកខ្ញុំផងថាតើបងខ្ញុំធ្វើអញ្ចឹងតើបងចាប់អារម្មណ៍អត់ជួយប្រាប់ខ្ញុំវិញផងណាបងណាចាសូមជួយប្រាប់វិញផងអរគុណច្រើនជម្រាបលា